ចា៎ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាសូមបងប្អូនទាំងអស់គ្នាគ្នាមើលខ្ញុំធ្វើពីវិធីឆុងផាសិនទឹកដោះគោស្រស់កាហ្វេទឹកដោះគោក្តៅនិងកាហ្វេទឹកដោះគោទឹកកកចា៎ឥឡូវបងប្អូនខ្ញុំមកមើលពីវិធីធ្វើកាហ្វេទឹកដោះគោក្តៅមុនសិនណាសម្រាប់កាហ្វេទឹកដោះគោក្តៅគឺខ្ញុំប្រើ50 ml សម្រាប់ជាតិផ្អែម 100% តែនៅទីនេះគឺខ្ញុំគាត់កំងផ្អែមតែ 50% ចឹងខ្ញុំប្រើ25 ml បងយើងប្រើ25 ml ហើយទឹកដោះគោស្រស់ Nation ហ្នឹងយើងអាចប្រើចន្លោះពី20ទៅ30 ml បងអ្នកគោចូលវាឲ្យលាយសិនមកបន្ទាប់មកអានោះយើងធ្វើការកាហ្វេចំនួន2 shot ដែរបងសម្រាប់កាហ្វេគឺយើងយកទឹក120 ml ខ្ញុំដាក់អក្សរនៅលើវីដេអូបងប្អូននេះសួរបងប្អូនចាប់បានទេបងប្អូនអាចមើលអក្សរនឹងបានចាឥឡូវកាហ្វេទឹកដោះគោក្តៅរីករាល់មួយបងយើងធ្វើការកូរវាបន្តិចមកវាចូលគ្នារវាងកាហ្វេនិងទឹកដោះគោស្រស់និងទឹកដោះគោខាប់អញ្ចឹងណាបងឥឡូវយើងយកកំហុកខុបវាហើយយើងមកចាប់ផ្ដើមធ្វើជាមួយនឹងផាសិនទឹកដោះគោស្រស់សម្រាប់ផាសិនទឹកដោះគោស្រស់នេះដែលខ្ញុំធ្វើនេះបងគឺខ្ញុំប្រើជាមួយនឹងផាសិនស្រស់បងខ្ញុំអត់លាយជាមួយនឹងទឹកផាសិនស្រស់ផាសិនទេបងប្អូនព្រោះធ្លាប់ដាក់ស្រស់ផាសិនដែរប៉ុន្តែរសជាតិវាអត់ឆ្ងាញ់ណាគឺវាផ្អែមខ្លាំងហ្មងសម្រាប់ខ្ញុំអត់ចូលចិត្តហើយក៏គាត់ថាវាមិនសូវជាល្អក៏ឆ្ងាញ់ដូចជាផាសិនស្រស់យើងទេចឹងខ្ញុំក៏ជ្រើសរើសយកជាមួយនឹងផាសិនស្រស់តែម្ដងសម្រាប់ផ្លែផាសិនហ្នឹងបងប្អូនអាចយកចន្លោះពី2ផ្លែទៅ3ផ្លែតាមសាច់តិចក៏ច្រើនអញ្ចឹងណាបងអ្នកសាច់យ៉ាងតិចអញ្ចឹងយើងដាក់3អញ្ចឹងទៅឬក៏2កន្លះអីចឹងទៅតែបើផាសិនណារៀងសាច់នេះច្រើនគឺខាងនេះខ្ញុំប្រើជាមួយតែ2ផ្លែទេចាឥឡូវយើងក្រាញ់ផាសិនហើយនឹងឯសម្រាប់ជាតិផ្អែមគឺយើងប្រើចំនួន40 ml បងជាតិផ្អែមខ្ញុំគាត់យកផ្អែមតែ50%ចឹងខ្ញុំប្រើតែ20 ml ទេបងព្រោះទឹកដោះគោស្រស់ហើយនឹងទឹកដោះគោខាប់ណាយើងដាក់ទឹកដោះគោខាប់ចូលរៀងចានពេកដូច50 ml ដូចម្ដងវារៀងផ្អែមខ្លាំងណាចឹងខ្ញុំប្រើតែ40 ml ទេ 100%ឥឡូវយើងប្រើទឹកដោះគោខាប់ហើយយើងមកប្រើទឹកដោះគោស្រស់បងប្អូនទឹកដោះគោស្រស់បងប្អូនអាចដាក់ចន្លោះពី120ទៅ150 ml ចឹងបងប្អូនតែនៅទីនេះខ្ញុំដាក់តាម120 ml ទេបងប្អូនយើងធ្វើការកូរវាចូលគ្នាលាយទឹកដោះគោខាប់ហើយនឹងទឹកដោះគោស្រស់វាចូលជាតិគ្នាជាមួយនឹងផាសិនទៅយើងដាក់ទឹកកកឲ្យបងហ្នឹងសម្រាប់ផាសិនហ្នឹងគឺរសជាតិឆ្ងាញ់មែនតើបងប្អូនភ្ញៀវគាត់ទៅសាថាឆ្ងាញ់នេះវាបែបខ្ទិះហ្មងណាព្រោះយើងអត់ប្រើប្រភេទសេរ៉ូប្រើប្រភេទសេរ៉ូវាផ្អែមវាដាក់ទៅវាដូចជាអត់ចូលជាតិគ្នាអត់សូវឆ្ងាញ់ទេបងតែបងធ្លាប់ប្រើជាប្រភេទផាសិនដបក៏បងប្អូនបន្តប្រើទៅតែសម្រាប់ខ្ញុំគឺបែបប្រភេទឆ្ងាញ់ជាងហើយឥឡូវម្ដងនេះទៀតគឺកាហ្វេទឹកដោះគោទឹកកកបងសម្រាប់កាហ្វេទឹកដោះគោទឹកកកនេះខ្ញុំធ្វើហើយបងប្អូននេះក៏មានវីដេអូពីមុនមកដែរដែលខ្ញុំធ្លាប់ធ្វើអញ្ចឹងបងប្អូនអាចទៅមើលវីដេអូចាស់ក៏បានដែរហើយបងប្អូនអត់ចង់ទៅមើលទេបងប្អូនមើលតែអក្សរដែលខ្ញុំដាក់នៅលើនោះក៏បានដែរយើងមានកាហ្វេមានទឹកដោះគោខាប់ទឹកដោះគោស្រស់ដូចទឹកគ្នាបងហើយតែប៉ុណ្្នឹងរូបរាងបងយើងមកចាប់បែបគ្នាទៅយើងអាចរុំជាกระดาษក៏បានឬក៏សិនជាបងប្អូនខ្ញុំបងប្អូនគាត់សុំទឹកតែសុំអីបងប្អូនអាចបន្ថែមក៏អាចគាត់បានអញ្ចឹងតែសុំទៅនេះខ្ញុំគាត់សុំជាមួយនឹងទឹកតែគាត់ថាទឹកតែខាងខ្ញុំឆ្ងាញ់ដល់ពេលអញ្ចឹងទៅគាត់សុំថែមតែម្ថងយើងបាត់រុំกระดาษក្នុងទឹកថាទេអញ្ចឹងដាក់ចូលជាមួយគ្នាតែម្ថងទៅប៉ុណ្ណឹងទៅហើយទៅបងប្អូនចាំបងប្អូនទាំងអស់គ្នានឹងឲ្យអស់ហើយប៉ុណ្ណឹងនឹងមានតែប៉ុណ្ណឹងទៅបងប្អូនអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូតាំងពីដើមរហូតមកដល់ចប់សូមជូនពរបងប្អូនទទួលទានមានបានហើយនឹងកុំភ្លេចជួយចុច like subscribe និង share វីដេអូរបស់បងប្អូនផងណាបងប្អូនទាំងអស់គ្នាដើម្បីបងប្អូនទទួលបានវីដេអូថ្មីៗបន្តទៀតអញ្ចឹងណាបងប្អូនជួបគ្នាវីដេអូក្រោយនេះបងបាយ